មហាសមុទ្រអាត្លង់ទិកកន្លែងដែលកម្លាំងដ៏គ្រោះថ្នាក់បំផុតរបស់ផែនដីមកបញ្ចូលគ្នានៅពេលដែលមនុស្សភាគច្រើនគិតអំពីមហាសមុទ្រពួកគេតែងតែនឹកឃើញទឹកពណ៌ខៀវលាតសន្ធឹងគ្មានទីបញ្ចប់រលកទន់ភ្លន់និងទេសភាពដ៏ស្រស់ស្អាតប៉ុន្តែនៅក្រោមផ្ទៃទឹកដ៏ស្ងប់ស្ងាត់នោះមានពិភពមួយដែលពោរពេញទៅដោយកម្លាំងធម្មជាតិដ៏អស្ចារ្យនិងគ្រោះថ្នាក់បំផុតមួយចំនួនដែលភពផែនដីធ្លាប់បង្កើតឡើងក្នុងចំណោមមហាសមុទ្រទាំងអស់នៅលើពិភពលោកមហាសមុទ្រអាត្លង់ទិកគឺជាទីកន្លែងដែលកម្លាំងធម្មជាតិជាច្រើនបានមកជួបប្រទះគ្នាខ្យល់ព្យុះដ៏សាហាវចរន្តទឹកដ៏ខ្លាំងភ្នំភ្លើងក្រោមសមុទ្រការបែកចេញនៃបាតសមុទ្ររលកយក្សនិងការប្រែប្រួលអាកាសធាតុសកលសុទ្ធតែមានតួនាទីសំខាន់នៅទីនេះមហាសមុទ្រអាត្លង់ទិកមិនមែនគ្រាន់តែជាផ្ទៃទឹកដ៏ធំមួយប៉ុណ្ណោះទេវាជាប្រព័ន្ធរស់ដែលកំពុងផ្លាស់ប្ដូរជានិច្ចវាបានបង្កើតទ្វីបបំបែកទ្វីបបង្កើតព្យុះនិងជះឥទ្ធិពលដល់ជីវិតមនុស្សរាប់ពាន់លាននាក់អត្ថបទនេះនឹងនាំអ្នកធ្វើដំណើរចូលទៅក្នុងជម្រៅនៃមហាសមុទ្រអាត្លង់ទិកដើម្បីស្វែងយល់ថាហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាជាកន្លែងដែលកម្លាំងដ៏គ្រោះថ្នាក់បំផុតរបស់ផែនដីមកបញ្ចូលគ្នាកំណើតនៃមហាសមុទ្រអាត្លង់ទិកប្រហែល200លានឆ្នាំមុនផែនដីមានទ្វីបយក្សតែមួយដែលគេហៅថា Pangaea ទ្វីបយក្សនេះគ្របដណ្ដប់ផ្ទៃដីភាគច្រើនហើយមិនទាន់មានមហាសមុទ្រអាត្លង់ទិកដូចសពថ្ងៃឡើយប៉ុន្តែជ្រៅក្រោមសម្បកផែនដីកម្លាំងកម្ដៅដ៏ធំសម្បើមពីស្នូលភពបានបង្កើតចលនារបស់ផ្ទាំងទ្វីបកម្លាំងនេះបានទាញទ្វីប Pangaea ឲ្យបែកចេញជាបន្តបន្ទាប់ការបែកបាក់នេះបានបង្កើតរន្ធធំមួយនៅចន្លោះទ្វីបអាហ្វ្រិកនិងអាមេរិកដំបូងវាគ្រាន់តែជាជ្រោះតូចមួយប៉ុណ្ណោះបន្ទាប់មកទឹកបានហូរចូលហើយរាប់លានឆ្នាំក្រោយមកវាបានក្លាយជាមហាសមុទ្រអាត្លង់ទិកដែលយើងស្គាល់សព្វថ្ងៃគួរឲ្យភ្ញាក់ផ្អើលថាមហាសមុទ្រអាត្លង់ទិកនៅតែកំពុងពង្រីកខ្លួនជារៀងរាល់ឆ្នាំទ្វីបអាមេរិកនិងអឺរ៉ុបអាហ្វ្រិកបន្តឃ្លាតចេញពីគ្នាប្រហែល2ទៅ5សង់ទីម៉ែត្រវាហាក់ដូចជាតិចតួចប៉ុន្តែក្នុងរយៈពេលលានឆ្នាំវាអាចផ្លាស់ប្ដូរផែនទីពិភពលោកទាំងមូល Mid-Atlantic Ridge ស្នាមបែកដ៏ធំបំផុតរបស់ភពផែនដីនៅកណ្ដាលមហាសមុទ្រអាត្លង់ទិកមានរចនាសម្ព័ន្ធភូមិសាស្ត្រដ៏អស្ចារ្យមួយដែលគេហៅថា Mid-Atlantic Ridge វាជាជួរភ្នំក្រោមសមុទ្រដែលវែងជាង 16000 គីឡូម៉ែត្របើវាត្រូវបានលើកឲ្យផុតពីទឹកវានឹងក្លាយជាជួរភ្នំវែងបំផុតនៅលើផែនដី Mid-Atlantic Ridge គឺជាកន្លែងដែលផ្ទាំងទ្វីបកំពុងបែកចេញពីគ្នាម៉ាឃមាសក្តៅពីក្នុងផែនដីហូរឡើងមកលើផ្ទៃបាតសមុទ្រហើយត្រជាក់ក្លាយជាសម្បកផែនដីថ្មីនេះមានន័យថាផ្នែកខ្លះនៃបាតមហាសមុទ្រអាត្លង់ទិកកំពុងកើតឡើងថ្មីជារៀងរាល់ថ្ងៃកន្លែងនេះពោរពេញទៅដោយសកម្មភាពភ្នំភ្លើងនិងការរញ្ជួយដីទោះបីវាស្ថិតនៅក្រោមទឹករាប់ពាន់ម៉ែត្រក៏ដោយកម្លាំងរបស់វាអាចប៉ះពាល់ដល់ភពទាំងមូល Gulf Stream ទន្លេកម្ដៅក្នុងមហាសមុទ្រអាត្លង់ទិកមានចរន្តទឹកដ៏ធំមួយដែលគេហៅថា Gulf Stream វាជាចរន្តទឹកក្តៅដែលចាប់ផ្ដើមពីឈូងសមុទ្រមិចស៊ិកហើយហូរឡើងទៅកាន់អឺរ៉ុប Gulf Stream ដើរតួដូចខ្សែក្រវ៉ាត់ដឹកជញ្ជូនកម្ដៅដ៏ធំសម្បើមបើគ្មានវាប្រទេសជាច្រើននៅអឺរ៉ុបនឹងត្រជាក់ខ្លាំងជាងសប្តាហ៍ថ្ងៃទីក្រុងជាច្រើនដែលមានអាកាសធាតុសមស្របសម្រាប់រស់នៅអាចក្លាយជាតំបន់ទឹកកកប៉ុន្តែ Gulf Stream ក៏ជាប្រព័ន្ធដែលងាយរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុអ្នកវិទ្យាសាស្ត្រជាច្រើនព្រួយបារម្ភថាការរលាយទឹកកកនៅតំបន់អាក់ទិកអាចធ្វើឲ្យប្រព័ន្ធនេះចុះខ្សោយបើរឿងនេះកើតឡើងផលប៉ះពាល់អាចមានទំហំធំជាងអ្វីដែលយើងស្រមៃBermuda Triangle អាចកំបាំងដ៏ល្បីបំផុតគ្មានការពិភាក្សាអំពីមហាសមុទ្រអាត្លង់ទិកណាមួយអាចរំលង Bermuda Triangle បានឡើយតំបន់នេះស្ថិតនៅចន្លោះ Bermuda Miami និង Puerto Rico អស់រយៈពេលជាច្រើនទសវត្សរ៍វាត្រូវបានភ្ជាប់ជាមួយរឿងរ៉ាវអំពីនាវានិងយន្តហោះបាត់ខ្លួនមនុស្សខ្លះបានសន្និដ្ឋានថាវាអាចពាក់ព័ន្ធនឹងជនអវកាសកម្លាំងអាចកំបាំងឬវិមាត្រផ្សេងប៉ុន្តែការសិក្សាវិទ្យាសាស្ត្របង្ហាញថាមូលហេតុអាចសាមញ្ញជាងនេះតំបន់នេះសម្បូរទៅដោយព្យុះខ្លាំងរលកធំចរន្តទឹកស្មុគស្មាញនិងការប្រែប្រួលអាកាសធាតុលឿនកត្តាទាំងនេះអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ការធ្វើដំណើរតាមសមុទ្រនិងអាកាសលើកំណើតរបស់ខ្យល់ព្យុះ Hurricane មហាសមុទ្រអាត្លង់ទិកគឺជារោងចក្រផលិតខ្យល់ព្យុះដ៏ធំបំផុតមួយនៅលើផែនដីរៀងរាល់ឆ្នាំទឹកក្តៅនៅតំបន់ត្រូពិកផ្ដល់ថាមពលដល់ការកកើតនៃព្យុះដំបូងវាជាក្រុមពពកតូចមួយបន្ទាប់មកវាស្រូបយកកម្ដៅនិងសំណើមពីសមុទ្រនៅពេលលក្ខខណ្ឌសមស្របវាអាចប្រែទៅជាព្យុះ Hurricane ដ៏សាហាវព្យុះទាំងនេះអាចមានល្បឿនខ្យល់លើ250គីឡូម៉ែត្រក្នុង1ម៉ោងពួកវាអាចបំផ្លាញទីក្រុងទាំងមូលបង្កចំនួនទឹកភ្លៀងនិងរលក Storm Surge ដ៏ខ្លាំងក្នុងឆ្នាំ2005ព្យុះ Hurricane Katrina បានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកវាបានវាយប្រហារតំបន់ឆ្នេរសមុទ្រនៃ Louisiana និងទីក្រុង New Orleans ទឹកជំនន់បានលិចផ្នែកធំនៃទីក្រុងមនុស្សជាង 1000 នាក់បានស្លាប់ការខូចខាតសេដ្ឋកិច្ចមានតម្លៃរាប់សិបពាន់លានដុល្លារ Katrina បានបង្ហាញថាថាមពលដែលកើតចេញពីមហាសមុទ្រអាត្លង់ទិកអាចមានឥទ្ធិពលបំផ្លិចបំផ្លាញយ៉ាងធំធេងរលកយក្សអស់រយៈពេលយូរនាវិជាច្រើនបាននិយាយអំពីរលកយក្សដែលលេចឡើងភ្លាមៗអ្នកវិទ្យាសាស្ត្រមួយចំនួនធ្លាប់គិតថាវាជារឿងព្រេងប៉ុន្តែបច្ចុប្បន្នយើងដឹងហើយថា Rogue Wave ពិតជាមានរលកទាំងនេះអាចមានកម្ពស់លើ30ម៉ែត្រពួកវាអាចលេចឡើងដោយគ្មានការព្រមាននៅមហាសមុទ្រអាត្លង់ទិកការប៉ះទង្គិចរវាងចរន្តទឹកខ្យល់និងព្យុះអាចបង្កើតរលកយក្សបែបនេះសម្រាប់នាវាទោះធំប៉ុណ្ណាក៏ដោយវាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ Titanic និងមហាសមុទ្រអាត្លង់ទិកនៅយប់ថ្ងៃទី14ខែមេសាឆ្នាំ1912នាវា RMS Titanic បានបុកផ្ទាំងទឹកកកក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង Titanic ត្រូវបានគេចាត់ទុកថាជានាវាទំនើបបំផុតនៅសម័យនោះ
មនុស្សជាច្រើនជឿថាវាស្ទើរតែមិនអាចលេចបានប៉ុន្តែធម្មជាតិបានបង្ហាញអ្វីផ្សេងក្នុងរយៈពេលប៉ុន្មានម៉ោងនាវាចក្រនេះបានលិចទៅបាតសមុទ្រមនុស្សជាង 1500 នាក់បានបាត់បង់ជីវិតសោកនាដកម្មនេះនៅតែជានិមិត្តសញ្ញានៃការប្រឈមរវាងបច្ចេកវិទ្យាមនុស្សនិងកម្លាំងធម្មជាតិជម្រៅដ៏ងងឹតនៃអាត្លង់តិកក្រោមផ្ទៃទឹកដ៏ធំល្វឹងល្វើយមានជម្រៅដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់សម្ពាធនៅទីនោះខ្លាំងជាងសម្ពាធលើផ្ទៃរាប់រយដងសត្វចម្លែកជាច្រើនបានវិវត្តខ្លួនដើម្បីរស់នៅក្នុងបរិយាកាសនេះខ្លះបង្កើតពន្លឺដោយខ្លួនឯងខ្លះមានធ្មេញធំនិងរាងកាយចម្លែកពិភពនេះនៅតែជាអាថ៌កំបាំងអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវតែផ្នែកតូចមួយប៉ុណ្ណោះនៃបាតសមុទ្រអាត្លង់តិកការប្រែប្រួលអាកាសធាតុនិងអនាគតរបស់អាត្លង់តិកសប្តាហ៍ថ្ងៃមហាសមុទ្រអាត្លង់តិកកំពុងផ្លាស់ប្ដូរលឿនជាងពេលណាទាំងអស់សីតុណ្ហភាពទឹកកំពុងកើនឡើងទឹកកកនៅតំបន់ប៉ូលកំពុងរលាយកម្រិតទឹកសមុទ្រកំពុងឡើងខ្ពស់ព្យុះខ្លះកាន់តែខ្លាំងនិងមានថាមពលច្រើនជាងមុនអ្នកវិទ្យាសាស្ត្រព្រមានថាការផ្លាស់ប្ដូរនៅក្នុងអាត្លង់តិកអាចប៉ះពាល់ដល់ប្រព័ន្ធអាកាសធាតុទាំងមូលរបស់ផែនដីវាអាចប៉ះពាល់ដល់កសិកម្មប្រភពទឹកនិងជីវភាពរស់នៅរបស់មនុស្សរាប់ពាន់លាននាក់មហាសមុទ្រអាត្លង់តិកមិនមែនគ្រាន់តែជាផ្ទៃទឹកដ៏ធំដែលបំបែកទ្វីបពីគ្នានោះទេវាគឺជាម៉ាស៊ីនធម្មជាតិដ៏មហិមាមួយដែលជាកន្លែងប្រមូលផ្ដុំកម្លាំងដ៏ខ្លាំងបំផុតរបស់ភពផែនដីនៅទីនេះផ្ទាំងទ្វីបកំពុងបែកចេញពីគ្នាភ្នំភ្លើងកំពុងបង្កើតសម្បកផែនដីថ្មីចរន្តទឹកដ៏ធំកំពុងគ្រប់គ្រងអាកាសធាតុពិភពលោកខ្យល់ព្យុះដ៏សាហាវកំពុងកើតនិងរលកយក្សកំពុងធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកវាជាទីកន្លែងដែលអតីតកាលបច្ចុប្បន្ននិងអនាគតរបស់ផែនដីបានជួបគ្នាហើយទោះបីជាមនុស្សបានរុករកអវកាសឈានដល់ប្រច័ណ្ឌនិងបញ្ជូនយានទៅកាន់ភពឆ្ងាយៗក៏ដោយក៏មហាសមុទ្រអាត្លង់តិកនៅតែរក្សាអាថ៌កំបាំងជាច្រើនដែលមិនទាន់ត្រូវបានដោះស្រាយនៅចុងបញ្ចប់វាបន្តរំលឹកយើងថាធម្មជាតិគឺធំជាងមនុស្សជានិច្ចហើយក្រោមផ្ទៃទឹកពណ៌ខៀវដ៏ស្រស់ស្អាតនោះមានកម្លាំងមហិមាដែលអាចផ្លាស់ប្ដូរពិភពលោកបានគ្រប់ពេល